ចំណាយពេលមួយថ្ងៃជាមួយនឹងជីបបាទតើមានរឿងអ្វីកើតឡើងខ្លះបាទជំរាបសួរអ្នកទាំងអស់គ្នាបាទថ្ងៃនេះដែរគឺជាថ្ងៃចុងសប្តាហ៍បាទឥឡូវនេះគឺម៉ោង 8 ជាងហើយយើងទើបតែចេញដំណើរហើយឥឡូវនេះនៅហកសពហើយធ្វើដំណើរទៅមុខតាមផ្លូវហកសពហ្នឹងបងឥឡូវយើងដល់ផ្លូវផ្សាន់គោហើយបាទនៅខាងក្រោយបាទនេះគឺច្រកអង្គរនេះគឺច្រកខាងក្រោយនៃប្រាសាទអង្គរវត្តរបស់យើងបងបាទពុំដើរទៅបងប្អូនបាទថ្ងៃនេះយើងមានគ្នា4នាក់បងប្អូនបាទដោយសារតែអត់មានអ្នកមកសារតែ4នាក់គឺយើងដើរ4នាក់ដែរទៅបាទហើយនៅត្រង់នេះបងប្អូនគឺថាបរិយាកាសត្រជាក់ស្រួលមែនទេសារយើងមានទឹកនៅនេះយើងដើរក្លប់អីផងទៅដល់គឺត្រជាក់ស្រួលហើយពេលព្រឹកគឺវាអត់សូវក្តៅខ្លាំងទេបងប្អូនទោះឃើញមានថ្ងៃមែនតែវាអត់សូវក្តៅខ្លាំងប្រហែលទេបាទហើយយើងដើរតែឯងមើលទេសភាពមើលអីបងប្អូនបាទហើយដើរតែឯងមានគ្នា4នាក់ទៅបងប្អូនហើយឡើយដើរចូលដល់ក្នុងហើយបងប្អូនឃើញអង្គរក្រោយគឺសោះស្អាតមែនទែនបាទហើយនេះគឺយើងសំដែងទេបងប្អូនហើយយើងមានថតលេងបងប្អូនបាទវិលខ្លួនពី3ជុំអញ្ចឹងទៅបាទហើយថតបានមួយប្រពោះហើយយើងលើត្រឡប់មកវិញមកបាទបងប្រពោះគឺយូរដែរបងប្អូនបាទចូលថតសេរីស្រង់ចេះបានបងប្អូនបាទហើយយើងក៏ត្រឡប់មកជិះមកក្រោយវិញបាទទៅរកអីញ៉ាំសិនដោយសារថាយើងចេញទៅម៉ោង 8:09 ហើយទៅចឹងហើយយើងត្រឹមបានថតចេញពីនោះគឺហៅបងប្អូនបាទឥឡូវដល់កន្លែងញ៉ាំអីហើយបាទគឺយើងមានមាន់ដិតមានច្រកក្តារបងប្អូនបាទមានឆាគ្រឿងក្នុងអីចឹងទៅហើយយើងក៏ចាប់ផ្ដើមញ៉ាំបាទមួយមាត់ដឹងថាគឺឆ្ងាញ់មកគេដែរបងប្អូនកន្លែងនេះគឺគេញ៉ាំកន្លែងនេះគឺអាហារគឺឆ្ងាញ់បងប្អូនស្រស់ស្រាយបងប្អូនទើបពីយើងញ៉ាំហើយសម្រាប់នឹងស្រកបន្តិចហើយគឺយើងចេញដំណើរទៀតបងប្អូនបាទឥឡូវដល់3យន់ចូលសលីអត់ទាន់ទេបាទគឺដល់ក្នុងវាតកៅបាទបងប្អូនបាទគឺយើងមកថតនៅក្នុងវាតកៅបងប្អូនបាទនេះត្រង់នេះដាក់មកពីពោះមកបាទថតហើយគឺចេញដំណើរទៅវិញហើយបងប្អូនបាទវីដេអូនេះដូចលើហ្នឹងបងប្អូនប៉ុន្តែយើងថតយើងអីហ្នឹងគឺរឿងយូរដែរត្រឹមបានចប់បាទឥឡូវចេញពីក្នុងទ្វារប្រាសាទបាយ័នទលេអមហើយទ្វារទលេអមបងប្អូនបាទយើងទៅដល់ខាងមុខហើយយើងឈប់បន្តិចទៀតដើម្បីថតរូបដិតយកទេសភាពខ្លះបងប្អូនបាទត្រង់ហ្នឹងក៏ស្អាតមួយយ៉ាងដែរបាទហើយមានភ្ញៀវមានអីទាំងជាតិទាំងអន្តរជាតិក៏ចូលថតច្រើនដែរហើយនេះគឺជាចុងក្រោយនៃវីដេអូរបស់យើងនៅជាអនុស្សាវរីយ៍បងប្អូនបាទអរគុណច្រើនសម្រាប់ការទស្សនាបាយបាយជម្រាបលា